5. មន្ទីរសន្តិសុខជ្រៃហូបភ្នៅជ្រៃហូបភ្នៅជាឈ្មោះភ្នំមួយដែលអ្នកស្រុកអ្នកភូមិនិយមហៅតាំងពីដើមរៀងមកបច្ចុប្បន្នមានព្រះវិហារមួយសង់នៅចំពីលើកំពូលភ្នំនៅចុងឆ្នាំ 1976 មន្ទីរសន្តិសុខប្រចាំតំបន់33ដែលបង្កើតឡើងដោយគណៈភូមិភាគនិរតីឈ្មោះមកបានលេចរូបរាងឡើងនៅបរិវេណភ្នំជ្រៃហូបភ្នៅភ្នំនេះស្ថិតនៅក្នុងឃុំវាលស្រុកគងពិសីខេត្តកំពង់ស្ពឺបច្ចុប្បន្នភ្នំជ្រៃហូបភ្នៅគ្មានបន្សល់ទុកអ្វីដែលជាវត្ថុតាងធំដុំឡើយក្រៅពីស្រះទឹកដែលជីកដោយកម្លាំងអ្នកទោសនិងអគារបាក់បែកមួយខ្នងទល់មុខសាលាបឋមសិក្សាដែលស្ថិតនៅខាងកើតជើងភ្នំក្នុងអំឡុងឆ្នាំ 1976 ខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខនេះដើម្បីអប់រំប្រជាជនដែលធ្លាប់មាននិន្នាការនយោបាយពីសង្គមចាស់និងអ្នកដែលមិនទាន់ជ្រះស្រឡះចំពោះបដិវត្តន៍គ្មានប្រជាជនឬអតីតអ្នកទោសណាម្នាក់បានស្គាល់កម្មាភិបាលដែលធ្វើការនៅក្នុងមន្ទីរសន្តិសុខជ្រៃហូបភ្នៅច្បាស់លាស់ឡើយលើកលែងតែតាខុនកំបុតដៃម្ខាងជាប្រធាននិងតាប៉ានជាអនុប្រធានប៉ុណ្ណោះព្រោះតែកម្មាភិបាលផ្សេងទៀតសុទ្ធតែផ្លាស់មកពីខេត្តផ្សេងខៀវឡូបាននិយាយពីកម្មាភិបាលដែលមកពីខេត្តក្រៅថាពួកវានិយាយរដើនមាសម៉ាំងប្រាប់ថាភាគច្រើនពួកអសន្តិសុខនេះច្រើនមកពីខាងចំសង្កែស្រុកថ្ពងឬកាត់ភ្លុកស្រុកបាសែតបដិវត្តកំទេចឬអង្គការកំទេចជាពាក្យដែលអ្នកទោសនៅមន្ទីរសន្តិសុខជ្រៃហូបភ្នៅឮរាល់ថ្ងៃហើយជាពាក្យមួយម៉ាត់ដែលធ្វើឲ្យអ្នកសេសសល់ពីស្លាប់មានការឈឺចាប់អស់មួយជីវិតអំណាប់បានត្អូញត្អែប្រាប់ថាមូលហេតុដែលពួកខ្មែរក្រហមចាប់យកខ្ញុំទៅដាក់នៅជ្រៃហូបភ្នៅព្រោះប្តីរបស់ខ្ញុំត្រូវបដិវត្តកំទេចប្តីរបស់ណាប់ត្រូវខ្មែរក្រហមបញ្ឆោតដោយសរសេរសម្បត្តិមកប្រាប់ថាឲ្យទៅមើលថែរក្សាបងប្រុសរបស់គាត់ម្នាក់ទៀតដែលជាប្រសង្ឃរាជណាប់បានលើកស្រង់អត្ថន័យនៅក្នុងសម្បត្តិថាគាត់មានទុក្ខធ្ងន់ណាស់តាមពិតប្រសង្ឃរាជនោះត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលតាំងពីឆ្នាំ 1970 ម្លេះអស់រយៈពេលយ៉ាងយូរទើបណាប់ដឹងថាប្តីរបស់គាត់ស្លាប់បាត់ដោយសារចាញ់ល្បិចកលរបស់ខ្មែរក្រហមណាប់បន្តថាពេលបាត់គាត់ខ្ញុំខំដើររកគ្រប់ច្រកល្ហកទៅសួររហូតដល់ប្រធានភូមិទៀតទីបំផុតទៅប្រធានភូមិប្រាប់ថាប្តីខ្ញុំត្រូវបដិវត្តកំទេចបាត់ហើយណាប់បានត្រឹមតែបង្ហូរទឹកភ្នែកស្ទើរតែរាល់ថ្ងៃព្រមមិនហ៊ានស្ដីបន្ទោសឬទាមទារឲ្យអង្គការសងប្តីសម្លាញ់របស់គាត់មកវិញប្រធានភូមិបានហាមណាប់មិនឲ្យនិយាយរឿងនេះទៅក្រៅទេមិនមែនមានតែគ្រួសាររបស់ណាប់ប៉ុណ្ណោះទេដែលប្រត់ប្រាស់គ្នាគ្រួសារជាច្រើនទៀតក៏មិនខុសគ្នាដែរប្រាក់សរិនជំទប់លេខ2ឃុំវាលស្រុកគំពិសីបានបញ្យល់ថាអ្នកទោសដែលមកជាប់ក្នុងមន្ទីរសន្តិសុខជ្រៃហូបភ្នៅសុទ្ធសឹងតែជាអ្នកមានគ្រួសារត្រូវបដិវត្តកំទេចសរិនបន្តថាគ្រួសារណាក៏ដោយឲ្យតែមានសាច់ញាតិណាម្នាក់ត្រូវអង្គការយកទៅកំទេចសមាជិកគ្រួសារដែលនៅសេសសល់ប្រកាសជាត្រូវខ្មែរក្រហមយកទៅដាក់នៅក្នុងមន្ទីរសន្តិសុខជ្រៃហូបភ្នៅឬមន្ទីរសន្តិសុខតំបន់33ទាំងអស់សូម្បីតែក្មេងតូចៗឬចាស់ជរាដែលដើរមិនរួចក៏ដោយប្រជាជនមិនស្គាល់ឈ្មោះម្នាក់ដែលរស់នៅភូមិព្រៃខ្លងឃុំវាលបាននិយាយពីការចាប់មនុស្សយកទៅដាក់នៅជ្រៃហូបភ្នៅថាខ្មែរក្រហមមកចាប់មនុស្សពីសហករណ៍ឬពីមូលដ្ឋានមិនដែលភ័ន្តច្រឡំម្ដងណាឡើយព្រោះពួកគេសុទ្ធតែមានបញ្ជីចាប់ខ្លួនច្បាស់លាស់ប្តីរបស់ប្រាក់គីត្រូវអង្គការយកទៅសម្លាប់ហើយក្រោយមកខ្មែរក្រហមបញ្ជាឲ្យកូនឆ្លប់មកចាប់ខ្លួនគីទៀតគីបានសម្ដែងសកម្មភាពដែលកូនឆ្លប់មកចាប់គាត់ឥឡូវអង្គការឲ្យអ្នកឯងទៅជួបជុំជាមួយប្តីនៅជ្រៃហូបភ្នៅគីរំលឹករឿងរ៉ាវប្តីរបស់គាត់ដែលត្រូវអង្គការចាប់យកទៅកំទេចថាប្រធានសហគមន៍មកបញ្ឆោតយកទៅសម្លាប់កាលពីខែមករាឆ្នាំ 1976 ដែលយកលេសថាឲ្យទៅដឹកជញ្ជូនអីវ៉ាន់គីដឹងថាប្តីរបស់គាត់ត្រូវកូនឆ្លប់សម្លាប់តាំងពីយូរណាស់មកហើយប៉ុន្តែគាត់មិនអាចប្រកែកបានទីបំផុតគីបានក្លាយជាអ្នកទោសនៅមន្ទីរសន្តិសុខជ្រៃហូបភ្នៅដូចណាប់នឹងអ្នកឯទៀតដែរនៅខាងក្នុងមន្ទីរសន្តិសុខជ្រៃហូបភ្នៅមានគ្រួសារជនរងគ្រោះដោយសារប្តីឬមេគ្រួសារត្រូវបដិវត្តកំទេចនិងអ្នកទោសដែលខ្មែរក្រហមចាប់យកមកពីតំបន់25ព្រមទាំងកងទ័ពពីភូមិភាគបូព៌ាទៀតផងអ្នកទោសទាំងអស់ត្រូវកងឆ្លប់កំទេចចោលដាក់ក្នុងរណ្ដៅជាច្រើនដែលស្ថិតនៅជុំវិញបរិវេណមន្ទីរសន្តិសុខជ្រៃហូបភ្នៅប្រាក់សរិនប្រាប់ថាកាលពីឆ្នាំ 1982 ពេលដែលគាត់ជានគរបាលឃុំគាត់បានរួមដំណើរជាមួយមន្ត្រីថ្នាក់ឃុំនិងស្រុកជាច្រើនរូបចុះទៅកោះរណ្ដៅសាកសពនៅជុំវិញបរិវេណមន្ទីរសន្តិសុខជ្រៃហូបភ្នៅនេះស
សារ៉ិនបានឃើញខោអាវកងទ័ពពណ៌ត្រួយចេករបស់សាកសពរាប់រយនាក់នៅស្រស់នៅឡើយសារ៉ិននិយាយទៀតថាខោអាវទាំងនោះជាឯកសណ្ឋានរបស់កងទ័ពភូមិភាគបូព៌ាណាប់បានបញ្ជាក់ថាគាត់ឃើញខ្មែរក្រហមដឹកមនុស្ស5ទៅ6ឡានចូលមកកាន់មន្ទីរសន្តិសុខជ្រៃហូបភ្នៅប៉ុន្តែក្រោយមកគាត់មិនដែលឃើញរថយន្តដឹកអ្នកទោសមកទៀតឡើយណាប់បន្តថារំលងមួយថ្ងៃឬ2ថ្ងៃគឺមានឡានដឹកមកម្ដងក្រៅពីនេះនៅមានអ្នកទោសជាប្រជាជនថ្មីដែលខ្មែរក្រហមដឹកតាមរថយន្តធំមកកាន់មន្ទីរសន្តិសុខជ្រៃហូបភ្នៅដែរណាប់នឹងអ្នកទោសមូលដ្ឋានឧស្សាហ៍បានទទួលខោអាវពីកងឆ្លបប្រចាំមន្ទីរសន្តិសុខណាព្រោះថារៀងរាល់ពេលដែលកងឆ្លបនាំយកអ្នកទោសជាប្រជាជនថ្មីទៅសម្លាប់កងឆ្លបតែងតែប្រមូលអីវ៉ាន់សម្លៀកបំពាក់របស់អ្នកទោសទាំងអស់មកចែកចាយអ្នកទោសដែលមិនទាន់ដល់ថ្ងៃស្លាប់ត្រូវធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរមាសលៀបនិយាយទាំងហួសចិត្តថាបន្ទាប់ពីខ្មែរក្រហមចាប់ខ្ញុំមកភ្នំជ្រៃហូបភ្នៅពួកវាបានប្រើខ្ញុំខ្លាំងជាងនៅខាងក្រៅទៅទៀតខ្ញុំត្រូវពួកវាប្រើឲ្យភ្ជួរស្រែតាំងពីម៉ោង3ភ្លឺរហូតដល់ម៉ោង12ថ្ងៃត្រង់ទើបបានឲ្យឈប់ហូបបាយលុះហូបបាយហើយខ្មែរក្រហមប្រើខ្ញុំឲ្យទៅឃ្វាគោម្នាក់3នឹមទៀតហើយម៉ោង3រសៀលចាប់ភ្ជួរបន្តទៀតអ្នកដែលមិនឃ្វាគោគឺគេឲ្យទៅកាប់ឆ្កាព្រៃលៀបបន្តថាកម្លាំងធ្វើការនៅក្នុងមន្ទីរសន្តិសុខជ្រៃហូបភ្នៅត្រូវបានបែងចែកជា3គឺអ្នកទោសដែលមានកម្លាំងខ្លាំងត្រូវចាត់ចូលក្នុងប្រភេទកម្លាំងទី1អ្នកបន្ទាប់គឺប្រភេទកម្លាំងទី2ហើយអ្នកខ្សោយបំផុតដោយយាយត្រូវនៅក្នុងប្រភេទកម្លាំងទី3ភារកិច្ចតែម្យ៉ាងរបស់ប្រភេទកម្លាំងទី3គឺថែរក្សាចៅឬមើលក្មេងតូចដែលម្ដាយត្រូវទៅធ្វើការឆ្ងាយជួនកាលខ្មែរក្រហមក៏ប្រើឲ្យទៅធ្វើស្រែរែកដីដែរប្រាក់គីស្ថិតក្នុងប្រភេទកម្លាំងទី2មានភារកិច្ចដកស្ទូងរែកដីលើកទំនប់ជីកប្រឡាយឬស្រះកូនតូចរបស់គាត់ត្រូវយកទៅឲ្យយាយមើលថែទាំពេលល្ងាចឬយប់ទើបគាត់ទៅយកកូនពីយាយមកឲ្យបៅនៅយប់ខែភ្លឺកងនារីនិងយុវជនត្រូវទៅធ្វើការទាំងយប់តាមផែនការដែលគណៈកងដាក់ចុះមាសរំអាយុ38ឆ្នាំរស់នៅភូមិព្រៃខ្លុងឃុំវាលបាននិយាយថាជួនកាលពួកខ្ញុំរែកដីប្រណាំងគ្នាដើម្បីបានហូបឆ្អែតប៉ុន្តែនៅតែមិនឆ្អែតលើកលែងតែថ្ងៃទី10និងទី20រៀងរាល់ខែប៉ុណ្ណោះជំទប់ទី2ឃុំវាលបាននិយាយថាឲ្យទៅដល់ថ្ងៃទី10និងទី20ខ្មែរក្រហមមានការបន្ធូរបន្ថយច្រើនសម្រាប់ឲ្យសាច់ញាតិបងប្អូនប្តីប្រពន្ធដែលនៅក្នុងបរិវេណមន្ទីរសន្តិសុខជួបជុំគ្នាមន្ទីរសន្តិសុខជ្រៃហូបភ្នៅមានសហករណ៍ចំនួន6សហករណ៍ទាំងនេះសាងសង់ជារោងវែងដែលអាចផ្ទុកមនុស្សបានជាច្រើនពាន់នាក់ប៉ុន្តែអ្នកទាំងនោះសុទ្ធតែត្រូវខ្មែរក្រហមបែងចែកតាមប្រភេទកម្លាំងរួចជាស្រេចនៅតាមសហករណ៍នីមួយៗសុទ្ធតែមានមន្ទីរពេទ្យមួយសម្រាប់ព្យាបាលជំងឺណាប់ប្រាប់ថាពេទ្យនេះអាចព្យាបាលបានតែប្រភេទជំងឺធ្ងន់ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយក៏មនុស្សស្លាប់នៅតែកើតមានជារៀងរាល់ថ្ងៃដដែលដោយសារតែឈឺអត់ថ្នាំព្យាបាលនិងអត់បាយអ្នកជិតខាងណាប់ម្នាក់ដែលរស់នៅក្នុងមន្ទីរឃុំឃាំងដោយគាត់បានស្លាប់ដោយសារជំងឺហើមអ្នករួមការងារម្នាក់ជាមួយមាសរំបានស្លាប់ដោយសារឃ្លានខ្លាំងពេករំនិយាយថាខ្ញុំបានឃើញមនុស្សស្លាប់ក្បែរខ្លួនដូចជាឈ្មោះថុលម្នាក់ឈ្មោះម៉ាប់ម្នាក់និងម្នាក់ទៀតភ្លេចឈ្មោះទិដ្ឋភាពប្រាក់គីណាប់នឹងអ្នកទោសទាំងចាស់ទាំងក្មេងលេងខ្លាចខ្មោចរំរំលឹកថាដំបូងខ្ញុំយំរាល់យប់ដោយសារភ័យខ្លាចដល់យូរទៅធម្មតាបើយប់ណាក៏មានមនុស្សងាប់អញ្ចឹងនោះនឹងដូចជារស់នៅជាមួយខ្មោចទៅហើយរំបាននិយាយបន្តពីមូលហេតុដែលនាំឲ្យក្រុមកុមារដូចគ្នាស្លាប់ថាមកពីខ្វះការថែទាំនិងការមិនយកចិត្តទុកដាក់លៀបបានលើកឧទាហរណ៍ថានៅពេលដែលក្រុមកុមារវិលត្រឡប់មកពីធ្វើការទាំងហេវហត់វិញនាំគ្នាចូលដេកទាំងឈឺរងានិងខ្លួនទៅទឹកជោកព្រមទាំងគ្មានមុងភួយដណ្ដប់ផងលុះព្រលឹមឡើងពេលមេក៏មកដាស់ឲ្យទៅធ្វើការស្រាប់តែកុមារខ្លះស្លាប់ឡើងរឹងស្ដោកទៅហើយប្រធាននិងអនុប្រធានគុកគឺតាខុននិងតាប៉ែនមិនដែលនិយាយប្រាប់អ្នកទោសពីសភាពការនយោបាយឡើយមានតែការប្រជុំការងារម្ដងម្កាលប៉ុណ្ណោះប៉ុន្តែមានការបញ្ចុះបញ្ចូលផ្នែកមនោគមវិជ្ជាចំពោះកុមារខ្លះដែរគឺនិយាយបំពាក់បំពន់កុមារឲ្យខំធ្វើការងារឲ្យស្រឡាញ់អង្គការបដិវត្តន៍និងឲ្យមានចិត្តដាច់ខាតសាររឿនបានរំលឹកពីការបំពាក់បំពន់មនោគមវិជ្ជារបស់ប្រធានក្រុមកុមារក្នុងអង្គប្រជុំកុមារនៅខាងជើងភ្នំជ្រៃហូបភ្នៅថា
ថ្ងៃមួយរាប្រធានក្រុមខ្ញុំបានប្រជុំណែនាំកុមារយើងឲ្យខំធ្វើការបម្រើអង្គការព្រោះយើងជាកូនរបស់អង្គការកុមារត្រូវតែដាច់ខាតមិនត្រូវស្ដាយស្រណោះអាឡោះអាល័យអ្វីទាំងអស់ឪពុកម្ដាយយើងធ្វើខុសដូច្នេះត្រូវតែស្លាប់យើងដាច់ខាតត្រូវតែហ៊ានសម្លាប់ឪពុកម្ដាយយើងពេលនិយាយចប់រាសួរកុមារក្នុងអង្គប្រជុំថាមើលមិត្តយើងណាខ្លះហ៊ានសម្លាប់ឪពុកម្ដាយបើហ៊ានត្រូវលើកដៃពេលនោះទាំងខ្ញុំទាំងគេបានលើកដៃទាំងអស់គ្នាក្រៅពីនេះនៅមានការប្រជុំជារៀងរាល់ថ្ងៃជាមួយប្រធានកង50ប្រធានកង100ឬប្រធានក្រុមជាមួយកូនក្រុមរបស់ខ្លួនដែលជាអ្នកទោសដូចគ្នាប៉ុន្តែប្រធានកង50កង100ឬប្រធានក្រុមក៏សាងខ្លួនបានល្អជាងអ្នកដទៃណាប់រំលឹកថាពួកគេសុទ្ធតែកសាងខ្លួនបានល្អទើបបានឡើងជាប្រធានការប្រជុំរបស់ប្រធានក្រុមប្រធានកង50កង100បានប្រព្រឹត្តទៅជារៀងរាល់ល្ងាចពេលបាយហើយមាសលៀបបានឲ្យដឹងថាការប្រជុំមានរាល់ថ្ងៃក្នុងន័យឲ្យយើងខំធ្វើការប្រាក់គីនិងអំណាប់បានបញ្ជាក់ថានៅពេលប្រជុំម្ដងឮតែពាក្យថាស្លាប់ជាប់នឹងមាត់ឧទាហរណ៍ដូចមេកងរបស់គាត់តែនិយាយថាឲ្យនាំគ្នាខំធ្វើការប្រយ័ត្នស្លាប់កុំឲ្យលួចគេប្រយ័ត្នស្លាប់ណាប់បានលើកយកសម្ដីរបស់តាប៉ែនដែលនិយាយនៅក្នុងអង្គប្រជុំថាប្រយ័ត្នខ្លួនព្រោះឥឡូវដល់ពេលចម្រាញ់ហើយដោយអង្គអញ្ចឹងគឺយើងចម្រាញ់យកតែដើមយកតែអាឡទេចំណែកអាចុងមិនយកដាច់ខាតគឺត្រូវក្របត់ចោលការអត់ឃ្លានបានធ្វើឲ្យអ្នកទោសនៅក្នុងមន្ទីរសន្តិសុខជ្រៃហូបភ្នៅស្លាប់ជាបន្តបន្ទាប់អ្នកទោសម្នាក់ត្រូវកងឆ្លប់វារហូតដល់ស្លាប់ពេលកំពុងភ្ជួររាស់ដោយសារតែរើសកូនកង្កែបមួយមាសរំនិយាយទៀតថាអ្នកទោសដែលស្លាប់ដោយជំងឺនិងអត់បាយនៅក្នុងមន្ទីរសន្តិសុខជ្រៃហូបភ្នៅមានចំនួនស្ទើរតែស្មើនឹងអ្នកទោសដែលត្រូវឆ្លប់យកទៅសម្លាប់ដែរប្រាក់សារិនប្រាប់ថាពេលគាត់ចូលរួមក៏រណ្ដៅសាកសពគាត់សង្កេតឃើញមានលលាក្បាលខ្លះផុងប្រេះស្រាំឬបែកតែម្ដងលលាក្បាលរបៀបនេះមានច្រើនណាស់រហូតដល់រាប់រយឯណោះក្រោយថ្ងៃរំដោះឆ្នាំ1979អ្នកទោសភាគតិចណាស់ដែលរួចរស់ជីវិតចេញពីគុកជ្រៃហូបភ្នៅមាសលៀបនិងប្អូនស្រីបង្កើតមាសរំបានរៀបរាប់ទាំងអួរដើមក៏ថាពួកគាត់បានបាត់បង់ម្ដាយជាទីស្រឡាញ់នៅពេលដែលអង្គការចាប់ម្ដាយនិងកូន2នាក់ទៅដាក់នៅគុកជ្រៃហូបភ្នៅ2ខែបន្ទាប់ពីចាប់ខ្លួនឪពុកគាត់យកទៅកំទេចសុនបានដឹងថាជីវិតកូនស្រីពៅអាយុ5ឆ្នាំរបស់គាត់ម្នាក់បានស្លាប់យ៉ាងវេទនាបំផុតនៅជ្រៃហូបភ្នៅនៅឆ្នាំ1977សុននិងមនុស្ស17នាក់ផ្សេងទៀតនៅភូមិភ្នំតូចឃុំសុភីស្រុកបាទីខេត្តតាកែវត្រូវខ្មែរក្រហមចាប់ខ្លួនហើយបញ្ជូនតាមប្រទេសគោ2គ្រឿងទៅកាន់មន្ទីរសន្តិសុខភ្នំជ្រៃហូបភ្នៅសុនបានរំលឹកពីមូលហេតុដែលគាត់ត្រូវចាប់ខ្លួនតាមការនិយាយប្រាប់របស់ប្រធានភូមិថាដោយសារយើងទាំងអស់គ្នាបានរៀបការក្លាយជាប្រពន្ធនិងជាកូនខ្មាំងរបស់អង្គការកូនរបស់គី5នាក់បានស្លាប់នៅជ្រៃហូបភ្នៅតែក្នុងរយៈពេល2ឆ្នាំប៉ុណ្ណោះក្នុងបទសម្ភាសន៍របស់លោកនេថាយ៉ជាមួយកាំងកិច្ចអ៊ីវហៅដូចជាអតីតគណៈមន្ទីរស21ឬគុកទួលស្លែងបានឲ្យដឹងពីការសម្លាប់អ្នកទោសនៅមន្ទីរសន្តិសុខជ្រៃហូបភ្នៅថាក្រោមការគ្រប់គ្រងរបស់តាម៉ុកអ្នកទោសជាច្រើនក្នុងមន្ទីរសន្តិសុខភ្នំជ្រៃហូបភ្នៅត្រូវបានសម្លាប់ដោយគ្មានសួរនាំអ្វីទាំងអស់ចម្លើយជាសាក្សីបានបញ្ជាក់កាន់តែច្បាស់ថែមទៀតអំពីចំនួនសាកសពដែលកោះបានក្នុងទសវត្សរ៍ឆ្នាំ1980ដែលក្រុមស្រាវជ្រាវនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាសារិនដែលចូលរួមក៏រណ្ដៅសាកសពក្នុងឆ្នាំ1982បានបញ្ជាក់ថាទីតាំងសម្លាប់មាន2កន្លែងធំគឺក្នុងភូមិប្រស្ដាច់និងភូមិព្រៃខ្លុងហើយអ្នកទោសដែលស្លាប់នោះគឺខ្មែរក្រហមដឹកយកមកពីមន្ទីរសន្តិសុខជ្រៃហូបភ្នៅជនរងគ្រោះរាប់ម៉ឺននាក់បានបាត់បង់ជីវិតនៅមន្ទីរសន្តិសុខជ្រៃហូបភ្នៅដែលបង្កើតឡើងដោយគណៈភូមិភាគនិរតីស្ត្រីនិងកុមារដែលសល់ពីស្លាប់បានក្លាយជាស្ត្រីមេម៉ាយនិងកុមារកំព្រាសពថ្ងៃណាប់រស់នៅតែម្នាក់ឯងធ្វើការងារគ្រប់បែបយ៉ាងតាំងពីភ្ជួររាស់ដកស្ទូងនិងការងារក្នុងផ្ទះណាប់រំលឹកថាពេលណាធ្វើដំណើរកាត់ភ្នំជ្រៃហូបភ្នៅម្ដងខ្ញុំតែងស្រមៃឃើញមនុស្សម្នាក្នុងសម្លៀកបំពាក់ខ្មៅរូបរាងស្គមស្គាំងប្រឹងដើរសម្ដៅទៅកាន់ការដ្ឋានធ្វើការងារទាំងត្រដាប់ត្រដួសខ្លះសែងដីខ្លះលីចប់អ្នកខ្លះត្រូវកងឆ្លប់ចាប់វាយធ្វើបាបនិងកាប់សម្លាប់ទិន្នន័យសង្ខេបទីតាំងជ្រៃហូបភ្នៅមានទីតាំងស្ថិតនៅភូមិជើងភ្នំឃុំវាលស្រុកកោមពិសីខេត្តកំពង់ស្ពឺស្ថិតិ
ភ្នំជ្រៃហូបភ្នៅជាមន្ទីរសន្តិសុខ33របស់ខ្មែរក្រហមមន្ទីរនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ1976មន្ទីរសន្តិសុខតំបន់33មានសហករណ៍ចំនួន6ជាចំណុះហើយសហករណ៍នីមួយៗសុទ្ធតែមានការបែងចែកកម្លាំងតាមប្រភេទពលកម្មអ្នកទោសជាច្រើនអ្នកត្រូវបានបញ្ជូនមកពីគ្រប់កន្លែងក្នុងខេត្តកំពង់ស្ពឺនិងតាកែវមកដាក់ឃុំឃាំងនៅក្នុងមន្ទីរនេះអ្នកទោសភាគច្រើនបានស្លាប់ដោយសារជំងឺនិងគ្មានអាហារគ្រប់គ្រាន់ចំណែកអ្នកទោសផ្សេងទៀតត្រូវបាននាំយកទៅសម្លាប់នៅភូមិប្រស្ដេចនិងភូមិព្រៃខ្លុង